ចៅខ្មែរប្រជាពលករខ្មែរដែលនៅស្រុកថៃទាំងអស់ណាកូនប្រញាប់ត្រឡប់មកវិញណាកូនណាប្រញាប់ត្រឡប់មកវិញកូនប្រញាប់ត្រឡប់មកវិញហេតុអីម៉ែពីព្រោះព្រះសិវៈបិតាសិវៈនិងបិតាវិស្ណុលោកបើកពនីហើយណាលោកចាញ់ហើយណាលោកចាញ់ធ្វើការដាក់ទណ្ឌកម្មប្រទេសថៃហើយណាកូនបើកូនចង់រស់កូនត្រឡប់មកវិញណាត្រឡប់មកវិញណាកូនបើកូនមិនព្រមមកទេកូនហ៊ានដាក់ជីវិតជាមួយនឹងថៃហើយពេលនេះព្យុះក៏ព្យុះទឹកជំនន់ក៏ទឹកជំនន់ភ្នំភ្លើងព្យុះក៏ភ្នំភ្លើងព្យុះអត់យូរទេកូនរយៈពេលមួយគ្រាប់ល្ងទៀតណាកូនរយៈពេលនេះខាងសួរណាកូនមួយគ្រាប់ល្ងមិនម៉េចមួយគ្រាប់ល្ងខ្លួនឯងគិតថាកូនឯងអត់ធូបហ្នឹងកូនចាអត់ធូបឲ្យបានមួយគ្រាប់ល្ងចឹងមិនខែម៉ែមិនថ្ងៃតា4 5ថ្ងៃទៀតទេកូនមួយគ្រាប់ល្ងចាតាពិតតែភ្លើងត្រូវដល់សង្ក្រានណាកូនចាក៏ប៉ុន្តែលោកខ្ញាល់ណាអញ្ចឹងលោកដាក់ទុកចាលោកយកពីថ្ងៃទី1 2026នេះទៅសេះភ្លើងឆ្នាំមមីឆ្នាំក្រោយសេះភ្លើងណាកូនសេះភ្លើងកូនគិតមើលសេះបោលមួយវឹកតើប្រមាណភ្លើងឆេះម៉ែឆេះកូនណាកូនកុំភ្លេចណាកូនប្រជាពលករត្រឡប់មកវិញដាច់ខាតកូនអញ្ចឹងមកតាមផ្លូវគោកអត់កើតផងមានផ្លូវអាកាសមែនអត់មកតាមផ្លូវហ្នឹងមកទៅកូនឲ្យតែមកដល់មានលុយអត់លុយត្រូវតែមកវិញទាំងអស់គ្នាបើកូនមិនចង់ផ្ញើឆ្អឹងនៅនឹងប្រទេសទីទូប្រទេសនេះប្រទេសតនកម្មហើយកូនព្រះសិវៈលោកខ្ញាល់ណាស់ខ្ញាល់ណាស់ព្រះវិស្ណុគឺលោកខ្ញាល់ដែរណាកូនកូនត្រូវដឹងណាកូនត្រឡប់មកវិញបើកូនជឿម៉ែមួយគ្រាប់ល្ងចាជារយៈពេលនេះខាងសួរណាកូនអញ្ចឹង4 5ថ្ងៃទៀតទេណោះ4 5ថ្ងៃទៀតគឺកំណត់ថ្ងៃទី1 2026កូនត្រឡប់មកវិញមកកូនអូខេអរគុណម៉ែអញ្ចឹងបងប្អូនទាំងអស់គ្នានៅ